អ្វីបានជាប្រពន្ធមួយចំនួនអស់អារម្មណ៍ជាមួយប្តីបងប្អូនទាំងអស់គ្នាដឹងអត់អារម្មណ៍ទាំងអស់ហ្នឹងវាមិនមែនបាត់ក្នុងរយៈពេលមួយយប់ទេហើយក៏វាមិនមែនបាត់ក្នុងរយៈពេលមួយអាទិត្យឬក៏មួយខែដែរមានន័យថាការបាត់បង់អារម្មណ៍ចំពោះប្តីខ្លួនឯងហ្នឹងវាមានពេលវេលាហើយវាមិនមែនកើតឡើងភ្លាមហើយវាមិនមែនកើតឡើងឯងហើយវាក៏មិនមែនជារឿងចៃដន្យដែរវាបាត់សន្សឹមតាមរយៈកាយវិការជារៀងរាល់ថ្ងៃដែលប្តីធ្វើដាក់គាត់តាមរយៈពាក្យសម្ដីជារៀងរាល់ថ្ងៃដែលប្តីនិយាយទៅកាន់គាត់តាមរយៈការឈឺចាប់បន្តិចម្ដងដែលប្តីធ្វើដាក់គាត់តាមរយៈការខកចិត្ត1 2 3 4អញ្ចឹងទៅអញ្ចឹងអាទាំងអស់ហ្នឹងវាតិចឯងប៉ុន្តែវាធ្វើឲ្យគាត់ឈឺចិត្តចាវាធ្វើឲ្យគាត់ប្រេះស្រាំបន្តិចម្ដងពេលខ្លះសូម្បីតែរឿងទូចមួយចំនួនដែលប្តីមួយចំនួនគាត់មើលរំលងណាការដែលគាត់អត់ឆ្លើយតប message របស់ប្រពន្ធឬក៏ការដែលគាត់មិនដែលចាប់អារម្មណ៍ឬក៏ទទួលដឹងថាប្រពន្ធបានធ្វើអីខ្លះលះបង់អីខ្លះអត់ដែលមានពាក្យទៅសើអត់ដែលមានពាក្យអរគុណអត់ដែលមានពាក្យលើកទឹកចិត្តអាបន្តិចទាំងអស់ហ្នឹងអារម្មណ៍មួយទៀតដែលគួរឲ្យខ្លាចបំផុតសម្រាប់ប្រពន្ធទាំងឡាយហ្នឹងគឺនៅពេលដែលវត្តមានរបស់គាត់គឺដូចមនុស្សកបាំងកាយជាមួយប្តីអញ្ចឹងប្តីអត់ខ្វល់ហ្មងប្រពន្ធចេញចូលព្រឹកថ្ងៃល្ងាចយប់ស្មើណាទៅណីអញ្ចឹងអារម្មណ៍មួយហ្នឹងយើងមានអារម្មណ៍ថាយើងតែឯង fighting alone អញ្ចឹងណាប្តីអត់យល់កន្លែងហ្នឹងដែលធ្វើឲ្យប្រពន្ធអស់អារម្មណ៍តែម្ដងពេលខ្លះប្រពន្ធមិនមែននៅសុកអត់ខ្វល់ឬក៏អស់អារម្មណ៍មួយប្តីដោយសារតែយើងនិយាយថាក្តីស្រឡាញ់អូខេយើងត្រូវការអ្នកណាក៏ចង់បានដែរប៉ុន្តែអាក្តីស្រឡាញ់ហ្នឹងគឺវាមិនមែនជាកត្តាតែមួយទេតែអារម្មណ៍ដែលយើងអត់ទទួលបានការទទួលស្គាល់ឬក៏មើលថែខ្វល់ខ្វាយយកចិត្តទុកដាក់បន្តិចហ្នឹងដែលធ្វើឲ្យយើងអត់ដឹងថាវាស៊ីអារម្មណ៍នឹងអស់ទៅអង្កលណាស៊ីអារម្មណ៍កន្លែងនេះខ្ញុំអត់មានចង់និយាយរឿងស៊ីអារម្មណ៍ drama self pity ទេប៉ុន្តែខ្ញុំចង់និយាយថាការដែលប្តីមិនយកចិត្តទុកដាក់ជាប្រចាំហ្នឹងវាធ្វើឲ្យអស់អាក្តីស្រឡាញ់អារម្មណ៍ដែលយើងមានចំពោះគាត់អញ្ចឹងអញ្ចឹងវាកាត់បន្តិចរហូតដល់ថ្ងៃមួយនោះយើងមានអារម្មណ៍ថាជាប្តីឬក៏ជាអ្នកដតីឬគ្រាន់តែជាអ្នករួមដំបូលផ្ទះតែមួយ